នអើយឥឡូវខ្ញុំលើកប្រៀបតែពងយកមកដាក់ក្នុងផ្ទះទៀតហើយពងមេឃវាភ្លៀងដល់ពេលចឹងអត់ហ៊ានដាក់នៅក្រៅទេខ្លាចភ្លៀងមកទៅសាច់ត្រូវពងត្រូវអីឥឡូវវាចាប់ផ្ដើមចូលក្រាបហើយបងប្អូនចាឆ្ងល់ប្រៀបមន់នេះដែរវាចូលក្រាបទាំងមេទាំងឈ្មោលចឹងណាបងប្អូនណានោះអាឈ្មោលហើយវាពងចូលក្រាបហើយនេះវាមេវាចង់និយាយថាវាឆ្លាស់គ្នាក្រាបអ្នករយចឹងណាបងប្អូនចានេះបែរជាកន្លះខែអីទៀតហ្នឹងវាចាប់ផ្ដើមញាស់ចឹងណាបងប្អូនចាពង2និយាយរួមប្រៀបមន់វាពងម្ដងទៅ2ទេបងប្អូនចាហើយនោះកន្លែងដាក់ចំណីហើយនឹងទឹកចឹងណាចាដាក់ចិត្តចឹងឲ្យវាងាយស្រួលស៊ីងាយស្រួលផឹកចឹងណាបងប្អូនចាទៅទៀតចាំខ្ញុំទៅថតពីសកម្មភាពរបស់ព្រាបមន់ពោធិ៍សនៅក្នុងទ្រុងធំម្ដងបងប្អូនចាឥឡូវថតមីមេហើយនឹងអាឈ្មោលសិនណាបងប្អូនចា